វិញនៃអត្ថបទចាស់មួយអ្នកជំនាញនិយាយថាពួកគេកំពុងគ្រប់គ្រងរបួសចង្កេះទោះជាយ៉ាងណាក៏ដោយថាតើស្ថានភាពពិតជាស្ថិតក្រោមការគ្រប់គ្រងឬអត់នោះនៅត្រូវរងចាំមើលសិនអាស្រ័យលើលទ្ធផលនៅពេលនេះឡានក្រុងមួយគ្រឿងដែលដឹកមនុស្សមកពីមន្ទីរពេទ្យត្រូវបានកណ្ដុរត្រជាប់នៅលើស្ពានខ្ញុំមិនបានបារម្ភពីពួកគេមួយសន្ទុះទេអ្នកដែលបានមកដល់សមរភូមិបន្ទាប់គឺជាអ្នកដែលទើបតែភ្ញាក់ពីដំណេកវាដំដល់ដីធាតុភ្លើងត្រូវបានស្រូបយកដោយចៃដន្យ Barbecue បានបញ្ចប់ឈ្មោះរបស់ Hamster តូចហើយតាមពិតទៅខ្ញុំដឹងវាទោះបីជាប្អូនស្រីខ្ញុំមិនបាននិយាយក៏ដោយការចំណាយលើការសម្រាប់ព្យាបាលនៅមន្ទីរពេទ្យមួយឆ្នាំត្រូវតែច្រើនសន្ធឹកសន្ធាប់ខ្ញុំត្រូវរកលុយខ្លះនៅក្នុងមន្ទីរពេទ្យបច្ចេកទេសឆាញ់ខ្វាន់របស់ខ្ញុំមានឥទ្ធិពលទឹកកកបន្ថែមវាទំនងជាមិនមានចិត្តណាទេលក្ខណៈសម្បត្តិនៃការស្រូបយកអាសូតរាវនៅលើស្ពានដើមឡើយខ្ញុំនឹករោងភាពយន្តពណ៌ស្វាយណាស់ដោយមិននឹកស្មានដល់គាត់បានស្រូបអណ្ដាតភ្លើងចូលទៅក្នុងខ្លួនរបស់គាត់តើខ្ញុំអាចស្រូបយកធាតុដើម្បីពង្រឹងកណ្ដាប់ដៃរបស់ខ្ញុំបានទេការលះបង់ធាតុនេះអាចស្រូបយកបានយ៉ាងងាយស្រួលដោយខ្ញុំវាថែមទាំងអាចធ្វើតាមចន្ទៈរបស់ខ្ញុំទៀតផងនេះជំរុញឲ្យគាត់បញ្ចេញអំណាចកាន់តែខ្លាំងនេះគឺជាកណ្ដាប់ដៃអាចកំបាំងអីហីអូតើអ្នកជានរណាចេញពីទីនេះទៅចរិតឆេវឆាវម្លេះសងបំណុលរបស់អ្នកវិញវាគ្រាន់តែជាធម្មជាតិប៉ុណ្ណោះសូមចាក់ចេញអូឆៃនីវអ្នកពិតជាកំពុងជំរុញខ្លួនឯងឲ្យហួសហេតុពេកហើយតើខ្ញុំគួរជួយដាក់វិន័យអ្នកទេមីងឲ្យមីងកំពុងធ្វើអ្វីហ្នឹងចុះបើអ្នកធ្វើឲ្យពួកគេអាក់អន់ចិត្តហើយពួកគេសងសឹកអ្នកវិញទោះបីជាយើងជំពាក់លុយគេក៏ដោយអ្នកមិនអាចធ្វើបាបមនុស្សបានទេការសម្រាប់ព្យាបាលនៅមន្ទីរពេទ្យពិតជានឹងត្រូវចំណាយប្រាក់ដោយសារប្អូនស្រីខ្ញុំអាចខ្ចីវាបាននោះពិតជាអាចសងវិញបានកុំបារម្ភអីខ្ញុំនឹងចម្អិនអ្វីដែលឆ្ងាញ់ឲ្យអ្នកពេលខ្ញុំត្រឡប់មកផ្ទះវិញយប់នេះបុគ្គលវិសេសវិសាលមកពីសាធារណជនទូទៅអាចទៅកាន់តំបន់បិទគប់កម្រិតទី1បានការបរបាញ់សត្វដែលមានការផ្លាស់ប្ដូរហ្វែងយោងតាម Hunter's Guild រង្វាន់ត្រូវបានផ្លាស់ប្ដូរសូមធ្វើសកម្មភាពតាមសមត្ថភាពរបស់អ្នកកុំឲ្យមានការលបួងអីបងស្រីខ្ញុំនឹងដោះស្រាយបញ្ហាលុយកាក់ជំនួសអ្នកហើយអ្វីបានជាអ្នកសន្សំប្រាក់បានតិចតួចម្លេះអ្នកបានបរបាញ់តែសត្វចម្លែកកម្រិតទាបប៉ុណ្ណោះវាមិនមានតម្លៃច្រើនទេម្យ៉ាងទៀតអ្នកមិនអាចដាក់សាកសពសត្វចម្លែកនៅក្នុងសាលធំបានឡើយសូមទៅកាន់អ្នកទទួលដែលបានកំណត់ដែលមានរាយក្នុងសេចក្តីប្រកាសរបស់ដែលខ្ញុំឃើញតាមទូរទស្សន៍ដែលត្រូវបានពិពណ៌នាថាកម្រមានសុទ្ធតែមានតម្លៃខ្ពស់នោះជាបេសកកម្មសម្រាប់អ្នកលេងនៅក្នុងតំបន់កម្រិតខ្ពស់អ្នកត្រូវឆ្លងកាត់ការប្រឡងសមត្ថភាពសូមនាំខ្ញុំទៅធ្វើតេស្តសុភាពបុរសរូបនេះកីឡាករកម្រិតខ្ពស់បេសកកម្មនេះដាក់ការទាមទារខ្ពស់ណាស់លើសារធាតុប្រតិកម្មខ្លាំងអ្នកតើវាអាចធ្វើទៅបានឬអត់lobby របស់យើងបច្ចុប្បន្នទទួលតែអតិថិជន stock glory ប៉ុណ្ណោះការវិតម្លៃពីកម្រិតភាពវៃឆ្លាតនិងភាពត្រចះត្រចង់សូម្បីតែរបស់ដែលខ្ពស់ជាងនេះទៀតដូចជាម៉ាំងស៊ូកជប៉ុននិងភូមាតម្រូវឲ្យមានវិញ្ញាបនបត្រពីសម្ព័ន្ធភាពលោកម្ចាស់តើលោកមានសមត្ថភាពអស្ចារ្យអ្វីខ្លះពួកគេទាំងអស់នេះជាមនុស្សយន្តមួយដែលអាចប្រើដើម្បីសាកល្បងអំណាចវាយប្រហារអ្នកអាចបញ្ចេញការវាយប្រហារដោយថាមពលពេញលេញរបស់អ្នកតើការវាយប្រហារ800នេះមានន័យយ៉ាងណាតើនោះមានន័យថាអ្វីដែលខ្ញុំត្រូវធ្វើគឺគ្រាន់តែបញ្ចេញការវាយប្រហារចំនួន800ដងដោយថាមពលពេញមែនទេទោះបីជាស្តង់ដារត្រូវបានបំពេញក៏ដោយម្នាក់អ្វីដែលត្រូវញ៉ាំឲ្យលឿនកំណត់ត្រាថ្មី 1000 គីឡូក្រាមសូមអបអរសាទរចំពោះការប្រឡងជាប់ផ្លាកសញ្ញាចំណាត់ថ្នាក់នេះជំពូកនេះនឹងស្កេននិងកត់ត្រាសត្វចម្លែកដែលអ្នកបរបាញ់ដោយស្វ័យប្រវត្តិប្រភេទនិងបរិមាណព័ត៌មានកាក់មាសរបស់អ្នកក៏នឹងត្រូវបានធ្វើសម្គាល់កម្មផងដែរយើងក៏បានរៀបចំព្រឹត្តិការណ៍បំបែកកំណត់ត្រាមួយសម្រាប់អ្នកផងដែរស្រោមសំបុត្រក្រហមដែលបានថតទុកស្រោមសំបុត្រក្រហមមួយដែលមានប្រាក់ចំនួន10,000 យន់ត្រូវបានទទួលការកាត់បន្ថយបំណុលធនាគារដោយស្វ័យប្រវត្តិសំទល់ឲ្យកណនីរបស់អ្នកសម្រាប់ឆ្នាំនេះគឺ478,000 យន់គិតច្រើនម្លេះការប្រកួតប្រជែងមើលទៅពិតជាខ្លាំងក្លាណាស់មិនថាអ្នកអាយុប៉ុន្មានទេអ្នកត្រូវសងបំណុលរបស់អ្នកឲ្យបានឆាប់តាមដែលអាចធ្វើទៅបានហេបងប្អូនប្រុសតូចម្នាក់ឯងចង់ចូលរួមជួរ Vet Scout របស់យើងទេតើខ្ញុំធ្លាប់ឃើញអ្នកនៅកន្លែងណាមួយពីមុនទេអ្នកត្រូវតែចូលរួមជាក្រុមដើម្បីចូលរួមអូជាការពិតណាស់លីកមានតម្រូវការ
អ្នកប្រមាញ់ដែលស្ថិតនៅក្រោមកម្រិតដែលត្រូវការចូលទៅក្នុងតំបន់ដែលមានការបំពុលកម្រិតខ្ពស់ក្រុមមួយក្រុមដែលមានមនុស្ស5នាក់ឬច្រើនជាងនេះត្រូវតែបង្កើតឡើងក្រៅពីនេះពេលមានមនុស្សច្រើនវាជាការល្អក្នុងការស្មោះត្រង់នឹងគ្នាទៅវិញទៅមកខ្ញុំចូលហើយសូមស្វាគមន៍បងប្អូនប្រុសជាភាសាក្នុងស្រុកហេតុអ្វីដោយវិធីនេះបងប្រុសតូចតើផ្លាកសញ្ញារបស់អ្នកនៅណាយោពមទើបតែយកហើយខ្ញុំមិនទាន់មានឱកាសលើកវាឡើងនៅឡើយទេហេតុអ្វីបានជាវាគ្រាន់តែជាអ្នកហាត់ការអូយហេតុអ្វីបានជាក្រពះរបស់ខ្ញុំស្រាប់តែឈឺខ្លាំងម្ល៉េះអូយព្រះអើយក្បាលរបស់អ្នកមិនអាចត្រង់ទៀតទេទេគាត់គ្រាន់តែនិយាយលេងទេផ្លូវមីលគីវេហេតុអ្វីបានជាអ្នកតើអ្នកមានឯកសារប្រភេទអ្វីខ្លះខ្ញុំយូយ៉ូវ៉ាតើអ្នកទាំងអស់គ្នាកំពុងធ្វើអ្វីនៅទីនេះអូតើយើងគួរហាត់ធ្វើជាមនុស្សល្ងងពេញមួយជីវិតទេលូស៊ីអ្នកកំពុងធ្វើឲ្យខ្ញុំងឹតភ្នែកហើយខ្ញុំទើបតែទទួលយកបេសកកម្មរង្វាន់មួយចំនួនតើខ្ញុំអាចចាំភាពអស្ចារ្យរបស់អ្នកដោយរបៀបណាកម្លាំងមិនតាក់ទងនឹងការប្រយុទ្ធទេអ្នកពិតជាមិនអាចឈ្នះឆ្នោត Galaxy បានទេសូមនិយាយដោយគួរសមជាងនេះតើអ្នកមានក្រុមហើយឬនៅ Galaxy គឺមិនទាន់ទេមិនអីទេបើដូច្នោះចូលយើងទៅជាមួយគ្នាឈុតឆាកភ្លើងឆេះរបស់ Kozen ចំណីដ៏ល្អឥតខ្ចោះគឺជាវិធីដ៏មានប្រសិទ្ធភាពបំផុតក្នុងការដោះស្រាយជាមួយកណ្ដុរស្ដេច Li Yuyu ខ្ញុំជាកម្មសិទ្ធិរបស់ Messi Yu អត្រានៃការរើភ្នូរគឺទាបណាស់ហើយកម្រិតក៏ទាបណាស់ដែរពួកគេនឹងក្លាយជាបន្ទុកសម្រាប់យើងតែប៉ុណ្ណោះបោះចោលរូបរាងដែលស្លាប់របស់អ្នកទៅឥឡូវនេះយើងមានតែ4នាក់ប៉ុណ្ណោះបន្ទាប់ពីត្រឡប់មកពីថ្នាក់សិល្បៈវិញខ្ញុំរកមិត្តរួមក្រុមផ្សេងទៀតមិនឃើញទេតើវាមិនល្អទេក្នុងការបន្ថែមឈ្មោះអ្នកទាំង4នាក់មិនយល់ស្របមានតែ3នាក់ប៉ុណ្ណោះមិនថាអ្នកមើលវាយ៉ាងណានោះទេក្រុមដ៏ល្អឥតខ្ចោះមួយទៀតពន្លឺភ្លឹបភ្លែតផ្លូវដ៏អស្ចារ្យរបស់មិញមិនមែននិយាយអំពីជីវិតទេមកចុះអ្នកអាចក្លាយជាអ្នកក្រោមបង្គាប់របស់យើងបានទេយើងបានសិក្សានៅសាលា Extraordinary Academy រយៈពេល1ឆ្នាំមហាវិទ្យាល័យទាមទារឲ្យយើងម្នាក់សិស្សទាំងអស់ចូលរួមម្ដងសកម្មភាពសង្គមដូច្នេះហើយមិត្តរួមថ្នាក់ចាស់របស់យើងមួយចំនួនបានពិភាក្សាអំពីវាឆ្លៀតឱកាសវិស្មការរដូវក្តៅដើម្បីត្រឡប់ទៅទីក្រុងណានយ៉ាងវិញសូមជួយដោះស្រាយការបំពុលថ្មីនេះព្រឹត្តិការណ៍នៃការផ្លាស់ប្ដូរសែនតើឡៅឆៃនៅណាតើគាត់មិននៅជាមួយអ្នកទេអ្នកនៅតែចាប់អារម្មណ៍នឹងលូឈៀនគាត់គឺជាតារាល្បីម្នាក់នៅ Extraordinary Academy ឥឡូវនេះតើវាអាចទៅរួចយ៉ាងដូចម្តេចចំពោះយើងចូលយើងធ្វើសកម្មភាពរួមគ្នាជាមួយមិត្តរួមថ្នាក់ចាស់របស់ខ្ញុំដែលមិនមានសមត្ថភាពពិសេសគាត់ពិតជាអស្ចារ្យណាស់ឥឡូវនេះយើងមិនសមនឹងគាត់ទេលោកក៏បានត្រឡប់ទៅក្រុងណានយ៉ាងវិញជួយសម្ព័ន្ធភាពក្នុងការស្វែងរកអ្នកបំពុលអូត្រូវហើយមីងអ្នកធ្លាប់ទទួលបានពិន្ទុពេញពេលនិយាយវែកញែកជាមួយខ្ញុំតើអ្នកគិតថាអ្នកបំពុលនឹងទៅជាយ៉ាងណាលើកនេះវាច្បាស់ណាស់ថាចំណុចនៃការទទួលបានពិន្ទុល្អឥតខ្ចោះគឺជាអ្វីកម្រិតទេពកោសល្យមិនទាន់ដល់ស្តង់ដារពួកគេនៅតែមិនអាចចូលទៅក្នុងសាលាវិសាមិនបានហើយយើងគ្រាន់តែនឹងបរបាញ់សត្វចម្លែកដែលមានការផ្លាស់ប្ដូរហ្វេនមួយចំនួនប៉ុណ្ណោះប្រភពបំពុលរឿងបែបនេះតើយើងដែលជាសិស្សមួយចំនួនតូចអាចដោះស្រាយបញ្ហានេះដោយរបៀបណានោះមិនមែនជារបៀបដែលមនុស្សខ្ជិលនិយាយនោះទេពីទស្សនៈបច្ចុប្បន្នមានសារពាង្គកាយ3ប្រភេទថ្នាំវេទមន្តបណ្ដេញសត្វកន្លាតនិងសត្វល្អិតសត្វទាំងនេះទាំងអស់រស់នៅក្នុងលូវាទំនងណាស់ថាមានបញ្ហាជាមួយប្រព័ន្ធបង្ហូរលូអូយថ្ងៃនេះអ្នកថែមទាំងស្រែកខ្លាំងជាងខ្ញុំទៀតកុំរើអ្វីតើមានអ្វីនៅលើក្បាលខ្ញុំតើលេស៊ីធ្វើអ្វីជាមួយវេតបូខ្ញុំប្រមានអ្នកហើយកុំរញ៉េញ៉ៃអីអរគុណហុងតូចរបស់ខ្ញុំហាលូស៊ីរ៉េតហាជញ្ជាំងស្ពាន់និងរបាំងដែកក្រពះខ្ញុំទ្រាំលែងបានទៀតហើយរឿងនេះមិនអាចបន្តទៅមុខទៀតបានទេមនុស្សគ្រប់គ្នាប្រញាប់ឡើងហើយឡើងលើឡានហេតុអ្វីបានជាមានច្រើនម្ល៉េះពួកគេមិនអាចយកឈ្នះពួកគេបានទេចូលមកឲ្យលឿនរហ័សចូលយើងលាក់ខ្លួនហើយស្ដារកម្លាំងរបស់យើងឡើងវិញជាមុនសិនបន្ទាប់មកយើងអាចរកយុទ្ធសាស្ត្របានលីនយូយូណៃណាតើអ្នកបានឃើញលីនយូយូទេគាត់ហាក់ដូចជាចំពុកដួលហើយដួលចូលយើងទៅរកគាត់ឈប់នៅត្រង់ហ្នឹងតើអ្នកកំពុងធ្វើអ្វីនៅទីនេះចេញពីផ្លូវខ្ញុំទៅខ្ញុំត្រូវការជួយសង្គ្រោះនរណាម្នាក់
ខ្ញុំមិនខ្វល់ថាអ្នកសង្គ្រោះអ្នកណាទេថ្ងៃនេះខ្ញុំបាននាំអ្នកចាស់ទុំពីររូបមកជាមួយខ្ញុំក្មេងល្ងងការធ្វើបាបអ្នកចាយវីច្រើនអ្នកគិតថាអ្នកលុយណាស់ដោយសារតែអ្នកវីខ្ញុំលើកនេះទង់ជាតិជប៉ុនខ្សោយណាស់ចូលចងចាំរឿងនេះឲ្យច្បាស់កុំមករកបញ្ហាអីខុសអូយអូនសម្លាញ់អូយអូនសម្លាញ់